ដើម្បីយើងធ្វើការប្រើប្រាស់ Tailwind ជាមួយនឹង HTML ជាដំបូងគឺយើងមាន HTML file មួយសិនអញ្ចឹង HTML file យើងបង្កើតធម្មតាយើងបង្កើតអស់ index.html ចឹងជំហានបន្ទាប់យើងធ្វើការសរសេរ shortcut របស់វា shortcut របស់ HTML គឺ doc ហើយយើង enter មកចឹងបន្ទាប់ពីយើង enter អូខេយើងបានប៉ុណ្ណេះចឹងនេះគឺជា file document sorry គឺជា file HTML ហើយនៅក្នុងនេះគឺជា body អញ្ចឹងនៅក្នុង body ខ្ញុំអាចដាក់ text មួយឧទាហរណ៍ថាខ្ញុំដាក់ div មួយហើយខ្ញុំដាក់ h1 ហើយខ្ញុំសេថា hello Kelvin CSS អូខេអញ្ចឹងយើងធ្វើការ run server ដើម្បី run server បានយើងត្រូវការ extension មួយហើយ extension មួយហ្នឹងគឺ Live server អញ្ចឹងដោយសារតែខ្ញុំមានហើយប៉ុន្តែបើសិនជាអ្នកគ្នាអត់ទាន់មានទេអាចខែ install បានកន្លែងនេះគឺយើងធ្វើការ install ជាមួយនឹងextension របស់យើងអញ្ចឹងខ្ញុំបិទកន្លែង document នេះចោលអស់ហើយខ្ញុំធ្វើការ search Live server អូខេអញ្ចឹង Live server គឺវានៅលើគេមួយនេះហើយដោយសារតែខ្ញុំបាន install ហើយអញ្ចឹងកន្លែងនេះចេញពី uninstall អញ្ចឹងយើង install មកយើងបាននេះតែអញ្ចឹងយើងopen ជាមួយនឹង Live server យើងចុចបើកខាងស្ដាប់របស់យើងហើយយើង scroll ទៅខាងក្រោមហើយចុចបើកឆ្វេងនេះមកអញ្ចឹងយើងនឹងឃើញhello Tailwind JS ហើយវាតំណាងឲ្យកន្លែង h1 មួយនេះអញ្ចឹងដើម្បីយើងធ្វើការ register វាជាមួយនឹង Tailwind បានយើងចូលទៅកាន់ browser ហើយយើងធ្វើការសរសេរ Tailwind JS អូខេ with HTML ក៏បានដែរសរសេរចេញមកតោះអញ្ចឹងកន្លែងនេះគឺ browser វា recommend ឲ្យយើងប៉ុន្តែយើងអត់បានទេយើងចូលទៅកាន់ website របស់គេ Tailwind JS ហើយយើងចុច get start ចំពោះកន្លែងនេះយើងគួរតែប្រើ version 4 sorry version 3យើងចុច version 3មកហើយខ្ញុំ get start បន្តទៀតអូខេហើយនៅខាងក្រោមវាមានកន្លែង CLI វាមានកន្លែង PostGIS មាន framework guide ហើយមាន play with CDN អញ្ចឹងអ្វីដែលយើងត្រូវយកគឺ play with CDN គឺយើងយកមួយនេះហើយមកដល់កន្លែងនេះគឺវាមានជា script ដែលយើងធ្វើការត្រូវតែ copy វាដើម្បីយើងយកមកផាសនៅក្នុង file HTML របស់យើងអញ្ចឹងយើង select ប៉ុណ្ណេះយើង copy មកចំពោះកន្លែងហ្នឹងគឺយើងមើលឃើញខាងក្រោម meta ឬក៏ខាងក្រោម title របស់យើងអញ្ចឹងខាងក្រោម meta គឺកន្លែងនេះហើយយើង enter មួយយើងផាសអស់អូខេហើយខ្ញុំ save អញ្ចឹងយើងបានប៉ុណ្ណេះហើយយើងធ្វើការ test មើលទាំងអស់គ្នាថាតើfile Tailwind របស់យើងហ្នឹងវាដើរអត់អញ្ចឹងយើង copy class name របស់គេប៉ុណ្ណេះមកនេះមាន text variable font bold ហើយ underline អញ្ចឹង copy មកទៀតយើងបង្កើត class នេះមួយយើងផាសមកអូខេអញ្ចឹងយើងទៅមើល browser របស់យើងថាវាដើរអត់អូខេអញ្ចឹងយើងឃើញដើរហើយអញ្ចឹងtext នេះគឺឃើញពណ៌ក្រហមទៅដែរហើយទំហំ font គឺ variable វាត្រូវហើយខ្ញុំអាចតេស្តtext red 500អញ្ចឹងទៅយើងឃើញ text លោទៅជាពណ៌ក្រហមហើយយើងធ្វើការតេស្តindigo យើងតេស្តច្រើនអូខេអញ្ចឹង Tailwind វា good មែនទែនចំពោះការតម្លើងវាក៏ស្រួលដែរអញ្ចឹងយើងចាំ play មួយ CDN យើងគ្រាន់តែផាសវិញហើយយើងធ្វើការចាំ class name របស់វាតមកទៀតយើងទទួលបាន style របស់ Tailwind អញ្ចឹងឧទាហរណ៍ថាខ្ញុំ design បតុមួយខ្ញុំដាក់ថា click me ហើយខ្ញុំធ្វើការ save class name មួយឲ្យវាស្អាតតិចទៅហើយtake LT ហើយ rounded MD អូខេ MD ហើយ background យើងគួរតែសេថា BG ចំពោះ background BG red 500អូខេយើងឃើញប៉ុណ្ណេះហើយយើងចាំបានអក្សរខាងក្នុងពណ៌សយើងដាក់ text y text y យើងធ្វើការដាក់ padding វាមកតិចអញ្ចឹងយើងទៅ save e ខ្ញុំគួរតែដាក់ e 4អូខេ padding 4ហើយខ្ញុំឲ្យ font នៅខាងក្នុងគឺ font bold អូខេ font bold ហើយ text ខ្ញុំគួរតែចង់ឲ្យវាធ្លាក់ខាងក្រោមតិចដើម្បីចេះស្រួលមើលខ្ញុំដាក់ MT 4 ML 8អូខេយើងឃើញប៊ូតុងមកទៅ easy to click ហើយកន្លែងនេះ
ខ្ញុំចង់ដាក់ hover ខ្ញុំអាចសេថា hover ខ្ញុំចង់បាន background វា BG ឲ្យវា red ប៉ុន្តែឲ្យវាក្រហមខ្លាំងតិចជាងខ្ញុំដាក់ទៅ100ហើយអញ្ចឹងយើងយក markup គឺយើងឃើញថាវាប្រូពណ៌មកតិចណាហើយហើយទៀតនេះវា MD វាអត់សូវស្អាតខ្ញុំគួរដាក់ LG អូខេ LG យើងឃើញថាវារៀងដូរបន្តិចយើងអាចតែមើល MD ខ្ញុំអាចចុចតវាយទៅវិញ LG ចាអញ្ចឹងអានេះវាគឺជា style normal ទេវាធម្មតាទេសម្រាប់ Tailwind ដោយសារតែ style ទាំងអស់interface ខ្លីៗប៉ុន្តែវាបានមកវិញច្រើនហើយនេះគឺជាមូលហេតុដែល Tailwind គឺសម្បូរអ្នកប្រើអូខេចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេហើយចំពោះវីដេអូក្រោយៗទៀតខ្ញុំនឹងចេញអំពី tip អំពីរបៀប install package ឬក៏ install application ដែលពាក់ព័ន្ធជាមួយនឹងវិស័យ web អូខេអរគុណច្រើន